គុំពុងចាំស្នាមស្នេហ៍អត់ដំព្រៃឈរក្រុងសួងត្បូងឃ្មុំធ្វើឲ្យខ្ញុំនឹកមុំគ្មានលហើយមេមុតពញាក្រែកនឹងដំបាយស្ទឹងត្រង់ចង់ជួបមានស្នេហ៍ថ្នាំងថ្នមបំពេថ្លើមថ្លៃអោកំពុងសៀមរៀមកេងបាទទីតាំងហាងរតនៈលក់ម៉ាស៊ីនកិនស្រូវបងប្អូនមកផ្លូវជាតិលេខ6បាទនេះកន្លែងកងរាជអាវុធហត្ថនេះមកដល់កន្លែងវងមូលថ្មីបាទវងមូលថ្មីបងប្អូនទៅត្រង់កុំបត់ឆ្វេងឡើងទៅកំពង់ធំទេនេះមកដល់ផ្លូវបំបែកវងមូលថ្មីហ្នឹងបងប្អូនមកផ្លូវស្ដាំហ្នឹងមកកន្លែងផ្លូវស្ដាំហ្នឹងតាម CC ហ្នឹងកន្លែងបេនឡានហ្នឹងកន្លែងគេលក់មហូបលក់មហាអីហ្នឹងជុំវិញនៅតាមជេផ្លូវហ្នឹងបងប្អូនទៅរហូតទៅត្រង់នេះកន្លែងវងមូលថ្មីនេះទៅត្រង់ទៅបាទទៅត្រង់ទៅមានផ្សារមួយហៅផ្សារស្គុនបាទទៅផ្លូវត្រង់ហ្នឹងទៅដល់ផ្លូវហ្នឹងគេចាប់ដើមផ្លូវគេធ្វើថ្មីផ្លូវភ្លោះហើយចាប់ពីវងមូលថ្មីហ្នឹងទៅផ្លូវភ្លោះនេះបាទផ្លូវពុះទ្រូងរហូតទៅចេញពីផ្សារហ្នឹងទៅ1គីឡូចេញពីផ្សារស្គាន់ទៅ1គីឡូបងប្អូនខ្លាចរកផ្លូវអត់ឃើញអីនេះទីតាំងនេះនៅខាងស្ដាំដៃនេះគេហៅផ្សារស្គាន់បាទផ្សារស្គាន់អញ្ចឹងបងប្អូនទៅ1គីឡូបាទទៅចេញពីផ្លូវហ្នឹងផ្លូវភ្លោះហ្នឹងរហូតដល់ហ្នឹងគេហៅផ្លូវជាតិលេខ7ចាប់ពីវងមូលថ្មីហ្នឹងទៅគេហៅផ្លូវជាតិលេខ7ផ្លូវបំបែកហ្នឹងផ្លូវជាតិលេខ7ហើយបាទបើយើងបត់ទៅឆ្វេងវងមូលថ្មីនោះបត់ឡើងទៅឆ្វេងអាហ្នឹងឡើងទៅផ្លូវជាតិលេខ6កំពង់ធំវិញអញ្ចឹងមករហូតមកចុះពីវងមូលនោះមកតែ1គីឡូនេះជាប់នេះទីតាំងហាងរតនៈលក់ម៉ាស៊ីនកិនស្រូវនៅខាងឆ្វេងដៃនេះបងប្អូនហួសទៅមុខបន្តិចបានមានផ្លូវបត់បាទនេះទីតាំងហាងរតនៈលក់ម៉ាស៊ីនកិនស្រូវនៅជាប់រោងម៉ាស៊ីនលៀងផ្សេងហ្នឹងទៅហួសបន្តិចទៅមានសាលាឃុំបរិចាទៅប្រហែលជាបន្តិចប្រហែលជា30-40ម៉ែត្រទេចេញពីហួសហ្នឹងទៅនេះសាលាឃុំបរិចានៅខាងស្ដាំដៃបងប្អូនមកពីខាងស្គុនវិញនៅសាលាឃុំបរិចានៅខាងស្ដាំដៃអញ្ចឹងទល់មុខសាលាឃុំបរិចាហ្នឹងមានផ្លូវបត់បាទផ្លូវភ្លោះហ្នឹងគេធ្វើពុះទ្រូងហ្នឹងផ្លូវបត់នេះបងប្អូនបត់តាមហ្នឹងមកត្រឡប់ក្រោយបន្តិចទៅហើយជា20-30ម៉ែត្រទេដល់ហើយបាទកន្លែងហ្នឹងមានផ្លូវពុះទ្រូងកណ្ដាលមួយបាទផ្លូវហ្នឹងត្រឡប់ថយក្រោយវិញទៅបាទទៅជាប់លបងថ្មដីឡូនេះបាទនេះដាក់ហាងរតនៈលក់ម៉ាស៊ីនកិនស្រូវបើយើងហួសមកត្រឡប់មកនៅខាងស្ដាំដៃនេះបងប្អូនទីតាំងអត់ឃើញអីចាំមើលតាមវីដេអូហ្នឹងទៅបាទ